បើសិនជាគេសួរយើងថា how is the weather today យើងឆ្លើយថាម៉េចទៅ it is hot it is cold ចឹងមែនចឹងបើយើងឆ្លើយចឹងបានតែឆ្លើយថាវាក្តៅវាត្រជាក់ទៅប៉ុណ្ណឹងឯងចឹងថ្ងៃនេះយើងមករៀនពាក្យមួយចំនួនទៀតដើម្បីឆ្លើយបង្ហាញពីអាកាសធាតុបច្ចុប្បន្នហ្នឹងអូខេចឹងពាក្យទី1គឺ drizzle ហ្នឹងគឺ light rain មានថាភ្លៀងតិចៗចឹងណាគេហៅរលឹមរួយស្បៃឬក៏រលឹមផ្សែងក្រូចមានថាit is drizzle we don't need an umbrella វាគ្រាន់តែភ្លៀងតិចៗទេមិនបាច់ធ្វើការឆាតទេវាអត់សើមខ្លួនផងអូខេចឹង drizzle មានន័យថាបែបហ្នឹង and heat wave មានន័យថា a long period of very hot weather មានថាវាក្តៅបន្តជាបន្តក្តៅរហូតដល់ឥឡូវហ្នឹងចឹងអូខេ heat wave and next one is chilly លើទៅពាក្យ chill ហ្នឹងគឺវាមុំអាចធំបានអាកាសធាតុល្អចឹងណា cold but not freezing ត្រជាក់ល្មមប៉ុន្តែអត់ត្រជាក់ខ្លាំងទេចឹងហ្នឹងគឺ chilly and មួយទៀតគឺ blustery មានន័យថា strong wind មានថាខ្យល់ខ្លាំងចឹងបើយើងទៅកន្លែងណាមួយស្រាប់តែខ្យល់ខ្លាំងមែនតើទុកខ្លួនឲ្យចង់ជាប់ទេយើងអាចដាក់ថា blustery អូខេ and ចុងក្រោយគឺ muggy ហ្នឹងគឺ hot and humid weather មានថាអាកាសធាតុក្តៅហើយវាសើមតិចមានថាមកស្រួលចឹងណា hot and humid weather ប៉ុន្តែវារៀងក្តៅដែរចឹងយើងអាចប្រើពាក្យនឹងបានចុះបើ teacher សួរថា how is the weather today សាកឆ្លើយនៅ comment បានអត់ថាថ្ងៃហ្នឹងមិនដែរ and that's all bye